ស្បែកជើងដ៏ស្រស់ស្អាតរបស់គីហ៊ូងងក់ពេញមួយសប្តាហ៍ទៅហើយរាល់ពេលដែលឪពុកនាងសួរនាំអ្វីគីហ៊ូតែងតែឆ្លើយមកវិញដោយអារម្មណ៍មុំមនោះក៏ដោយសារស្បែកជើងកីឡាមួយគូរបស់នាងពីព្រោះកាលពីប៉ុន្មានថ្ងៃមុននៅម៉ោងកីឡាពេលដែលគីហ៊ូកំពុងតែរត់ស្រាប់តែស្បែកជើងកីឡាដ៏ចាស់របស់នាងរហែកមួយរំពេចធ្វើឲ្យគីហ៊ូខ្មាស់មិត្តរួមថ្នាក់របស់ខ្លួនជាខ្លាំងក្រោយមកគីហ៊ូគិតថានឹងសុំឪពុកទិញស្បែកជើងថ្មីមួយគូទៀតតែដោយសារជីវភាពគ្រួសាររបស់នាងសពថ្ងៃកំពុងតែជួបប្រទះនូវបញ្ហាលំបាកព្រោះតែក្រុមហ៊ុនដែលឪពុកនាងធ្វើការនោះពុំបានបើកប្រាក់ខែឲ្យបុគ្គលិកដីខែហើយដូច្នេះទោះជានាងទៅទទួលសុំឲ្យឪពុកទិញស្បែកជើងថ្មីមួយគូក្នុងពេលនេះគឺច្បាស់ជាមិនបានសម្រេចនោះទេរឹតតែធ្វើឲ្យគីហ៊ូអស់សង្ឃឹមលុះវេលាស្អែកឡើងម៉ោងកីឡាក៏វិលត្រឡប់មកដល់សាលជាថ្មីម្ដងទៀតគីហ៊ូសែនក្រៀមក្រំក្នុងចិត្តព្រោះតែគ្មានស្បែកជើងកីឡាពាក់ទៅសាលានឹងទេគីហ៊ូក្រោកឡើងកូនតិចលោទៅរៀនមិនតាន់ណាឪពុករបស់នាងឈរស្រែកហៅកូនស្រីពីក្រៅបន្ទប់ប៉ុន្តែគីហ៊ូនៅតែសង្ងំស្ងៀមដោយមិនអើពើអ្វីឡើយឪពុកចេះតែដង្ហែហៅរឹតតែធ្វើឲ្យគីហ៊ូមានអារម្មណ៍តានតឹងនិងធុញទ្រាន់លឹកដើមនាងរអ៊ូតិចតែម្នាក់ឯងប្រសិនបើម៉ាក់មិនឈឺទេនោះប្រហែលជាប៉ាអាចទិញស្បែកជើងថ្មីឲ្យយើងបានហើយការពិតទៅម្ដាយរបស់គីហ៊ូធ្លាក់ខ្លួនឈឺធ្ងន់កាលពីឆ្នាំទៅពេលនេះគាត់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយឯជីវភាពគ្រួសាររបស់នាងដែលធ្លាប់តែធូរធារបែរជាត្រូវចំណាយប្រាក់យ៉ាងច្រើនដើម្បីព្យាបាលជំងឺម្ដាយរបស់នាងទើបធ្វើឲ្យជីវភាពគ្រួសាររបស់គីហ៊ូត្រូវខ្វះខាតហើយក៏ត្រូវផ្លាស់មករស់នៅក្នុងផ្ទះដ៏តូចចង្អៀតមួយនេះគីហ៊ូដឹងពីស្ថានភាពគ្រួសាររបស់ខ្លួនប៉ុន្តែទុក្ខលំបាកដែលកប់នៅក្នុងចិត្តបានជំរុញទឹកភ្នែករបស់នាងឲ្យរញូរស្រក់ចុះមកនាងយកដៃជូតទឹកភ្នែកចេញពីថ្ពាល់រួចក៏ក្រោករៀបចំខ្លួនទៅសាលារៀនបន្ទាប់ពីរៀបចំសៀវភៅតាមការវិភាគសិក្សារួចរាល់គីហ៊ូដើរចេញមកក្រៅបន្ទប់រកស្បែកជើងពាក់គ្រានោះធ្វើឲ្យគីហ៊ូភ្ញាក់ផ្អើលជាខ្លាំងនាងបានឃើញស្បែកជើងកីឡាមួយគូដែលមើលទៅដូចជាមិនសូវថ្មីប៉ុន្មានទេប៉ុន្តែមានបិទរូបតុក្កតាដែលនាងចូលចិត្តនិងកំពុងពេញនិយមទៀតផងមើលទៅគួរឲ្យស្រឡាញ់ខ្លាំងណាស់គីហ៊ូនឹកឆ្ងល់ក្នុងចិត្តតែម្នាក់ឯងព្រោះមិនដឹងថាឪពុករបស់ខ្លួនបានស្បែកជើងមួយគូនេះពីណាទេដឹងត្រឹមថាអារម្មណ៍នាងពេលនេះរំភើបស្ទើរតែរកអ្វីព្រៀបផ្ទឹមពុំបានស្បែកជើងមួយគូមើលទៅមិនថ្មីប៉ុន្មានប៉ុន្តែដកខាត់បានយ៉ាងស្អាតធ្វើឲ្យគីហ៊ូនឹកឃើញដល់កាលពីយុគមុននៅពេលដែលនាងកំពុងរៀបចំចូលគេងនាងឮសូរសំឡេងដកខាត់អ្វីម្យ៉ាងនៅមាត់ទ្វារបន្ទប់របស់នាងពេលនោះប្រហែលជាឪពុកគីហ៊ូកំពុងដកខាត់ស្បែកជើងមួយគូនេះហើយគីហ៊ូលើកស្បែកជើងដ៏ស្រស់ស្អាតនោះឡើងដោយស្នាមញញឹមលាយឡំនឹងទឹកភ្នែករលីងរលោងស្រាប់តែនាងប្រទះឃើញកូនសម្បត្តិតូចមួយក្បែរនោះគីហ៊ូកូនសម្លាញ់ទោះបីជាកូនមិនបានពាក់ស្បែកជើងថ្មីនិងល្អបំផុតនៅលើโลกនេះក៏ដោយប៉ុន្តែប៉ាចង់ឲ្យជីវិតកូនបោះជំហានទៅមុខយ៉ាងមានតម្លៃបំផុតនៅលើโลกណាកូន